សម្រាប់អ្នកដែលប្រើជាមួយនឹងកាមេរ៉ា iMo ដឹងថាមុខងារថតនៅពេលយប់ Night Vision ទាំង4នេះខុសគ្នាលក្ខណៈដូចម្ដេចខ្លះអញ្ចឹងនៅក្នុង app iMo បើយើងចូលទៅកាន់ setting រួចអូសទៅខាងក្រោមនៅកន្លែង view setting មួយនេះយើងនឹងឃើញកន្លែងមួយឈ្មោះថា Night Vision Mode ហើយនៅក្នុងមុខងារនេះគឺគេមានចំនួន4 mode ខុសៗគ្នាដែលក្នុងនោះមានជាមុខងារ Smart Night Vision Color Night Vision Infrared Night Vision និង Basic Night Vision អញ្ចឹងខ្ញុំនឹងបង្ហាញថាមុខងារទាំងហ្នឹងខុសគ្នាដូចម្ដេចខ្លះដូចមុខងារទី1នេះគឺជាមុខងារ Smart Night Vision ដែលមុខងារមួយហ្នឹងកាមេរ៉ានឹងថតជាសខ្មៅនៅពេលយប់ប៉ុន្តែបើសិនជាមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាដូចជាសកម្មភាពមនុស្សជាដើមកាមេរ៉ានឹងធ្វើការបាញ់ភ្លើង spotlight ដើម្បីថតជា color វិញហើយមុខងារមួយហ្នឹងគឺវាប្រើប្រាស់ដោយប្រព័ន្ធ AI ដើម្បីចាប់សកម្មភាពអ្វីមួយដែលឆ្លងកាត់កាមេរ៉ាដោយចំណុចគោលរបស់មុខងារមួយហ្នឹងគឺអាចជួយឲ្យកាមេរ៉ាថតបានជា color នៅពេលយប់ផងនិងថតជាសខ្មៅផងដោយវាអាចជួយឲ្យយើងកំណត់អត្តសញ្ញាណអ្វីមួយបានយ៉ាងច្បាស់ល្អមិនតែប៉ុណ្ណោះវាអាចជួយបន្លាចជនខិលខូចដែលមានបំណងចូលផ្ទះរបស់យើងដែលវាធ្វើការបាញ់ភ្លើង spotlight ភ្លាមនៅពេលដែលវាចាប់បានសកម្មភាពមនុស្សឆ្លងកាត់ចំពោះគុណវិបត្តិរបស់មុខងារមួយហ្នឹងវិញវាអាចនឹងស៊ីភ្លើងបន្តិចបន្តួចដោយសារតែវាត្រូវការបើកជាមួយនឹងភ្លើង spotlight ជាប្រចាំហើយមួយទៀតបើសិនជាទីតាំងរបស់យើងធំភ្លើង spotlight គឺមិនអាចបាញ់ទៅដល់នោះទេដែលវាធ្វើឲ្យកាមេរ៉ារបស់យើងថតបានច្បាស់ល្អចំពោះទីតាំងដែលឆ្ងាយអញ្ចឹងយើង recommend ឲ្យប្រើប្រាស់មុខងារមួយហ្នឹងនៅខាងមុខទ្វារផ្ទះនិងកន្លែងចតឡានជាដើមជៀសវាងប្រើមុខងារមួយហ្នឹងនៅកន្លែងទីធ្លាដែលធំដែលធ្វើឲ្យកាមេរ៉ាថតបានច្បាស់ល្អនៅពេលយប់ចំពោះមុខងារថតនៅពេលយប់ទី2គឺជាមុខងារ color night vision ដែលមុខងារមួយហ្នឹងកាមេរ៉ានឹងធ្វើការបាញ់ភ្លើង spotlight ពេញមួយយប់ហ្មងហើយភ្លើង spotlight ហ្នឹងវានឹងបិទវិញនៅពេលដែលមានពន្លឺគ្រប់គ្រាន់ដូចជានៅពេលព្រឹកជាដើមហើយចំណុចគោលរបស់មុខងារមួយហ្នឹងគឺវាស្តៀងជាមួយនឹងមុខងារមិញហ្នឹងដែរគ្រាន់តែភ្លើង spotlight របស់វាគឺត្រូវបើកចោលរហូតពេញមួយយប់ហ្មងអញ្ចឹងវាក៏អាចដើរតួជាអំពូលដើម្បីបំភ្លឺទីធ្លាមុខផ្ទះរបស់យើងបានដូចគ្នាអញ្ចឹងគុណវិបត្តិរបស់មុខងារមួយហ្នឹងក៏ស្តៀងជាមួយនឹងមុខងារទី1មិញហ្នឹងដែរគ្រាន់តែមុខងារមួយហ្នឹងគឺវាអាចនឹងស៊ីភ្លើងជាងមុខងារដទៃទៀតដោយសារតែភ្លើង spotlight របស់វាគឺត្រូវបើកចោលមួយយប់ពេញហ្មងអញ្ចឹងកន្លែងដែលយើងរីកមិនឲ្យប្រើប្រាស់ជាមួយនឹងមុខងារមួយហ្នឹងគឺមានដូចជានៅកន្លែងការដ្ឋានកន្លែងចតឡានឬមួយក៏នៅមុខផ្ទះជាដើមជាពិសេសកន្លែងដែលអត់សូវមានភ្លើងដែលយើងប្រើវាជាអំពូលបានហើយមុខងារថតនៅពេលយប់ទី3គឺជាមុខងារ infrared night vision ដែលមុខងារមួយហ្នឹងកាមេរ៉ានឹងថតជាសខ្មៅសុទ្ធសម្រាប់នៅពេលយប់អញ្ចឹងគឺយើងមិនអាចមើលជា color បាននៅទេសម្រាប់មុខងារមួយហ្នឹងទោះបីមុខងារមួយហ្នឹងមិនអាចមើលជា color បានមែនប៉ុន្តែវាក៏មានគុណសម្បត្តិដូចគ្នាដែលមុខងារមួយហ្នឹងគឺយើងប្រើនៅកន្លែងទីធ្លាដែលធំដោយសារតែទោះបីជានៅកន្លែងឆ្ងាយល្ងិតក៏យើងនៅតែអាចមើលឃើញអញ្ចឹងហើយគុណវិបត្តិរបស់វាវិញមានន័យក្រៅពីយើងអាចមើលជា color បាននិងពិបាកស្មានអត្តសញ្ញាណរបស់នរណាម្នាក់ដូចជាពណ៌ខោអាវឬមួយក៏ពណ៌ឡានជាដើមហើយកន្លែងដែលយើងរីកមិនឲ្យប្រើប្រាស់មុខងារមួយហ្នឹងគឺនៅតាមក្រោយផ្ទះនៅក្នុង indoor ឬមួយក៏នៅក្នុងឃ្លាំងជាដើមហើយមុខងារចុងក្រោយគេហ្នឹងគឺជាមុខងារ basic night vision ឬមួយក៏ turn off night vision ចំពោះមុខងារមួយហ្នឹងគឺវាប្រើប្រាស់ជាមួយនឹងមុខងារជំនួយអ្វីនោះទេគឺកាមេរ៉ានឹងថតចេញពី lens សុទ្ធហ្មងដោយវាប្រើប្រាស់ភ្លើងមជ្ឈដ្ឋានជំនួយអញ្ចឹងបើសិនជាភ្លើងតាមផ្ទះរបស់យើងរៀងភ្លឺដែរគឺកាមេរ៉ានឹងអាចថតបានខ្លះប៉ុន្តែបើសិនជាទីតាំងហ្នឹងល្ងិតហ្មងមុខងារមួយហ្នឹងគឺមិនអាចថតបានអ្វីទាំងអស់អញ្ចឹងមុខងារមួយហ្នឹងគឺយើងត្រូវប្រើនៅកន្លែងដែលមានភ្លើងភ្លឺស្រាប់ហ្មងហើយគុណវិបត្តិរបស់មុខងារមួយហ្នឹងកាមេរ៉ារបស់យើងពិបាកថតទិញនៅកន្លែងល្ងិតដោយសារតែវាពឹងផ្អែកទៅលើភ្លើងខាងក្រៅផ្ទះហើយបើសិនជាមានជនខិលខូចណាលួចចូលផ្ទះរបស់យើងគឺកាមេរ៉ាសឹងតែមិនអាចកំណត់អត្តសញ្ញាណបានអញ្ចឹងមុខងារមួយហ្នឹងគឺយើងរីកមិនដាក់នៅក្រៅផ្ទះទេគឺយើងរីកមិនឲ្យប្រើប្រាស់មុខងារមួយហ្នឹងនៅកន្លែងដែលមានភ្លើងភ្លឺជាប្រចាំដូចជានៅតាមហាងឬមួយក៏ម៉ាតឬមួយក៏នៅក្នុងផ្ទះជាដើមអញ្ចឹងសរុបមកមុខងារទាំង4មួយហ្នឹងមុខងារដែលខាងយើងរីកមិនឲ្យប្រើប្រាស់នោះគឺជាមុខងារ infrared night vision និងមុខងារ smart night vision ដោយសារតែមុខងារទាំងពីរហ្នឹងគឺវាមានប្រសិទ្ធភាពខ្ពស់ដែលវាអាចថតជាប់បានច្បាស់ល្អនៅពេលយប់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អ្នកទាំងអស់គ្នាតាក់ទងមកកាន់ page របស់យើងដើម្បីក្រុមការងាររបស់យើងបកស្រាយប្រាប់បន្ថែម Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ